កាសែត The Guardian បានចេញផ្សាយថារដ្ឋបាលលោកដូណាល់ ត្រាំបានអនុម័តនៃការនាំចេញអាវុធចំនួន$50 លានទៅកាន់ប្រទេសអ៊ុយក្រែនយោងទៅតាមរបាយការណ៍ដែលបានចេញផ្សាយដោយកាសែត The Guardian ដែលបានរាយការណ៍នៅថ្ងៃទី1 ខែឧសភាឆ្នាំ2025ថារដ្ឋបាលរបស់ប្រធានាធិបតីលោកដូណាល់ ត្រាំបានអនុម័តទៅលើការនាំចេញអាវុធលើកដំបូងទៅកាន់ប្រទេសអ៊ុយក្រែនដែលមានទំហំទឹកប្រាក់តម្លៃ$50 លានតាមរយៈការលក់ពាណិជ្ជកម្មដោយផ្ទាល់ការជូនដំណឹងទាក់ទងទៅនឹងភ្លើងឃីវសម្រាប់ការនាំចេញផលិតផលការពារជាតិទៅកាន់អ៊ុយក្រែនត្រូវបានបញ្ជូនទៅកាន់សភាកាលពីថ្ងៃពុធការផ្គត់ផ្គង់ត្រូវបានបែងចែកតាមរយៈកម្មវិធី Direct Commercial Sale ដែលមានអក្សរកាត់ថា DCF ពាក់ព័ន្ធទៅនឹងកិច្ចសន្យារវាងអង្គភាពបរទេសនិងក្រុមហ៊ុនអាមេរិកដែលបានទទួលអាជ្ញាប័ណ្ណនាំចេញទំនិញនិងសេវាកម្មដែលទាក់ទងទៅនឹងវិស័យការពារជាតិយ៉ាងណាមិញការអនុញ្ញាតនេះគឺជាលើកដំបូងចាប់តាំងពីលោកដូណាល់ ត្រាំបានត្រឡប់មកកាន់តំណែងនៃឯកសេដ្ឋវិមានតាមរយៈរបាយការណ៍នៃការចេញផ្សាយនៅចន្លោះឆ្នាំ2015និងឆ្នាំ2023សហរដ្ឋអាមេរិកបានអនុម័តយ៉ាងស្ងៀមស្ងាត់នៃការនាំចេញផលិតផលនិងសេវាកម្មការពារជាតិទៅកាន់ប្រទេសអ៊ុយក្រែនដែលគិតជាទឹកប្រាក់សរុបជា$1.6 ពាន់លានតាមរយៈកិច្ចសន្យាការពារ DCF លោក Kobe Bedwell ដែលជាអ្នកវិភាគផ្នែកសន្តិសុខនៃក្រុមស្រាវជ្រាវ Tachiបានចែករំលែកថារាល់ប្រតិបត្តិការរបស់ DCF ត្រូវបានធ្វើឡើងដោយស្ងប់ស្ងាត់ហើយពួកវាមិនត្រូវបានប្រកាសជាសាធារណៈដូចជាការលក់យោធាបរទេសនោះទេលោកបានបន្ថែមថាព័ត៌មាននៅទីនេះគឺថាការលក់សភាវុធរបស់អាមេរិកនៅតែបន្តបើទោះបីជាមានការព្យាករណ៍ទាំងអស់ថាលោកដូណាល់ ត្រាំនឹងបញ្ឈប់ទាំងស្រុងនៅការផ្គត់ផ្គង់បែបនេះទៅដល់ប្រទេសអ៊ុយក្រែនក៏ដោយការជូនដំណឹងទាក់ទងទៅនឹងអាជ្ញាប័ណ្ណសម្រាប់ការលក់ដែលមានតម្លៃ$50 លានឬច្រើនជាងនេះដែលត្រូវបានគេរាយការណ៍ដំបូងដោយកាសែត Guardian ដែលត្រូវបានដាក់ជូនទៅកាន់សភាក្រោមច្បាប់ត្រួតពិនិត្យនៃការនាំចេញអាវុធដែលជាច្បាប់ដែលផ្ដល់នូវសិទ្ធិឲ្យប្រធានាធិបតីអាមេរិកគ្រប់គ្រងការនាំចូលនិងការនាំចេញទំនិញនិងសេវាកម្មទាក់ទងទៅនឹងវិស័យការពារជាតិវាត្រូវបានកត់សម្គាល់ថាការលក់ដែលបានស្នើឡើងបានគ្របដណ្ដប់ទៅលើការនាំចេញផលិតផលការពារជាតិរួមទាំងទិន្នន័យបច្ចេកទេសនិងសេវាកម្មការពារជាតិទៅកាន់ប្រទេសអ៊ុយក្រែនជានៅមិញកាលពីដើមសប្តាហ៍កន្លងទៅនេះមានរបាយការណ៍មួយត្រូវបានបង្ហាញថាយន្តហោះដឹកទំនិញប្រភេទ AN124 Rusland របស់ក្រុមហ៊ុនអាកាសចរ Antonov Airlines បានជាប់ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងទៅកាន់ទីក្រុង Revoទៅកាន់អាកាសយានដ្ឋាន Rezo របស់ប្រទេសប៉ូឡូញយ៉ាងណាមិញ Rezo គឺជាកន្លែងសម្រាប់មជ្ឈមណ្ឌលដ៏សំខាន់មួយដែលត្រូវបានប្រើសម្រាប់ការបញ្ជូនជំនួយយោធាអន្តរជាតិទៅកាន់ប្រទេសអ៊ុយក្រែនដូច្នេះវាពិតជាអាចទៅរួចដែលថាយន្តហោះទាំងនោះមានគោលបំណងគាំទ្រទៅដល់គោលនាវាអាកាសចររបស់ប្រទេសអ៊ុយក្រែន F-16Fយោងទៅតាមសេចក្តីរាយការណ៍ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានផ្លាស់ប្ដូរវោហារសាស្ត្ររបស់ខ្លួនទៅលើលោកពូទីនបន្ទាប់ពីចក្រភពអង់គ្លេសនិងបារាំងអនុវត្តនូវសម្ពាធផ្នែកការទូតប្រភពពីកាសែត Politico បានចេញផ្សាយនៅថ្ងៃទី1 ខែឧសភាដោយដកស្រង់ប្រភពពីរដ្ឋាភិបាលអឺរ៉ុបដែលបានបញ្ចេញឈ្មោះថាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានរឹតបន្តឹងវោហារសាស្ត្ររបស់គាត់ចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាច្រើនខែដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និងប្រធានាធិបតីបារាំងលោក Emmanuel Macronកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់អង់គ្លេសនិងបារាំងបានព្យាយាមបញ្ចុះបញ្ចូលលោកដូណាល់ ត្រាំឲ្យបន្ធូរបន្ថយសម្ពាធលើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងផ្ដោតទៅលើការរិះគន់បន្ថែមទៀតទៅលើលោកពូទីនដោយលើកហេតុផលថាសកម្មភាពរបស់ទីក្រុងមូស្គូកំពុងធ្វើឲ្យប៉ះពាល់ទៅដល់ភាពជឿជាក់របស់លោកដូណាល់ ត្រាំក្នុងនាមជាអ្នកចរចាទីប្រឹក្សាសន្តិសុខជាតិអង់គ្លេសលោក Jonathan Powell និងរដ្ឋមន្ត្រីការពារជាតិលោក John Healey តាមសេចក្តីរាយការណ៍បានដើរតួនាទីយ៉ាងសំខាន់ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅចក្រភពអង់គ្លេសលោក Max Bennett រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បាននិយាយថាលោកបាននិយាយចំនួន13លើកក្នុងឆ្នាំនេះជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ខណៈដែលលោក Keir Starmer និងលោក Donald Trump បានធ្វើការសន្ទនាដោយផ្ទាល់ស្ទើរតែជាច្រើនដងអតីតឯកអគ្គរដ្ឋទូតអង់គ្លេសម្នាក់ដែលបាននិយាយដោយមិនបញ្ជាឈ្មោះបាននិយាយថាទីក្រុងឡុងនិងទីក្រុងប៉ារីសបានសង្កត់ធ្ងន់ជាបន្ទាប់ទៅកាន់លោកដូណាល់ ត្រាំថាលោកពូទីនកំពុងតែមិនមានការគោរពទៅលើគាត់ដោយបានបំបែកនៅបទឈប់បាញ់ដែលគាត់បានអះអាងថាកំពុងអនុវត្តនោះលោកពូទីនបានយល់ព្រមចំពោះការផ្អាករយៈពេល30ថ្ងៃនៃការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងអំឡុងពេលការហៅទូរស័ព្ទជាមួយលោកដូណាល់ ត្រាំកាលពីថ្ងៃទី18 ខែមីនាដែលបានចោទប្រកាន់ថាបានបញ្ជាឲ្យបញ្ឈប់នៃការវាយប្រហារលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន
យ៉ាងណាមិញអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែនលោកហូហ៊ីថេកស្គីបាននិយាយកាលពីថ្ងៃទី16ខែមេសាថាទីក្រុងមូស្គូបានបំពេញបទច្បាប់មួយផ្នែកច្រើនជាង30ដងយ៉ាងណាមិញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅក្នុងអំឡុងពេលសន្ទនារយៈពេលខ្លីជាមួយនឹងប្រធានាធិបតីអាមេរិកនៅឯពិធីបុណ្យរបស់សម្ដេចប៉ោប Francis កាលពីថ្ងៃទី26ខែមេសាក្នុងអំឡុងនៃពេលកិច្ចសន្ទនាលោកដូណាល់ត្រាំត្រូវបានគេរាយការណ៍ថាបានប្រាប់ប្រធានាធិបតីអ៊ុយក្រែនថាប្រហែលជាគាត់ត្រូវពិចារណាឡើងនៅវិធីសាស្ត្ររបស់គាត់ចំពោះលោកពូទីនលោកដូណាល់ត្រាំដែលបានដាក់ខ្លួនគាត់ជាឈ្មោះកណ្ដាលនៃកិច្ចព្រមព្រៀងសន្តិភាពយ៉ាងរហ័សរវាងអ៊ុយក្រែននិងរុស្ស៊ីរហូតមកទល់នៅពេលនេះបានជាវិនិការថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីឬដាក់ចេញវិធានការទណ្ឌកម្មថ្មីនៅថ្ងៃទី24ខែមេសាកន្លងទៅបន្ទាប់ពីរុស្ស៊ីបានបាញ់បង្ហោះកាំជ្រួចនិងយន្តហោះគ្មានមនោបោចំនួន215គ្រឿងនៅទូទាំងប្រទេសអ៊ុយក្រែនដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ចំនួន12នាក់និងរបួស87នាក់នៅក្នុងទីក្រុងគីវលោកដូណាល់ត្រាំបានចាត់ទុកការវាយប្រហារនេះថាមិនចាំបាច់នឹងជាពេលវេលាអាក្រក់ខ្លាំងណាស់ដោយបានអំពាវនាវដោយផ្ទាល់ទៅកាន់លោកពូទីនដោយប្រើប្រាស់ពាក្យថា Vladimir ឈប់ជាបន្ទាន់ទោះជាយ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់អំពីផលវិបាកណាមួយនៅឡើយជានិមិត្តគូបញ្ជាក់ឲ្យដឹងផងដែរថាមន្ត្រីសហរដ្ឋអាមេរិកបានបង្កើតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវបទឈប់បាញ់ដោយព្រមានថាពួកគេអាចនឹងដកខ្លួនចេញពីការសម្រុះសម្រួលប្រសិនបើគ្មានការរីកចម្រើនណាមួយកើតឡើងក្នុងពេលឆាប់ៗនេះប្រទេសអ៊ុយក្រែនបានទទួលយកនៅបទឈប់បាញ់រយៈពេល30ថ្ងៃដែលស្នើឡើងដោយទីក្រុង Washington នៅក្នុងខែមីនាក៏ប៉ុន្តែទីក្រុង Moscow តែបន្តបដិសេធផែនការនេះដោយបន្តប្រតិបត្តិការវិលុករបស់ពួកគេយ៉ាងណាមិញនៅពេលនេះមន្ត្រីអឺរ៉ុបកំពុងឃ្លាំមើលយ៉ាងដិតដល់ដើម្បីមើលថាតើខ្សែបន្ទាត់រឿងរបស់លោកដូណាល់ត្រាំទៅលើលោកពូទីននឹងកាន់តែខ្លាំងឬរលត់នៅពេលដែលការមិនអត់ធ្មត់របស់គាត់នៅក្នុងការបញ្ចប់សង្គ្រាមឡើងវិញដែរឬទេយោងតាមប្រភពពីសារព័ត៌មាន Exos បាននិយាយថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យលោកដូណាល់ត្រាំពង្រឹងជំហរលើលោកពូទីនក្នុងអំឡុងពេលកិច្ចប្រជុំនៅឯបូរីវ៉ាទីកង់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលបានប្រើនៅកិច្ចប្រជុំដ៏ខ្លីមួយជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងអំឡុងពិធីបុណ្យសពរបស់សម្ដេចប៉ោប Francis ដើម្បីជំរុញឲ្យមានការរឹតបន្តឹងទៅលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងការជំរុញជាថ្មីសម្រាប់បទឈប់បាញ់ពេញលេញនៅក្នុងប្រទេសអ៊ុយក្រែននេះបើជាទៅតាមប្រភពពីសារព័ត៌មាន Axios ដែលបានរាយការណ៍នាថ្ងៃទី30ខែមេសាដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលបានធ្វើបទបង្ហាញស្ដីអំពីការផ្លាស់ប្ដូរការសន្ទនាដែលមានរយៈពេល15នាទីបានធ្វើឡើងនៅថ្ងៃទី26ខែមេសានៅក្នុងវិហារ St. Peter Basilica បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបមុខគ្នានៅឯពិធីបុណ្យសពរបស់សម្ដេចសង្ឃហើយលោក Zelensky តាមសេចក្តីរាយការណ៍បានជំរុញឲ្យលោកដូណាល់ត្រាំត្រឡប់ទៅរកសំណើដើមរបស់គាត់វិញអំពីបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌដែលជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចចរចាសន្តិភាពចលនាមួយសម្រាប់ទីក្រុងគៀវដែលបានគាំទ្រប៉ុន្តែទីក្រុងមូស្គូបានបដិសេធដោយទាមទារនូវការបញ្ឈប់ទាំងស្រុងលើជំនួយយោធាដល់ប្រទេសអ៊ុយក្រែនការពិភាក្សានេះគឺជាការជួបដោយផ្ទាល់លើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីការជួបគ្នានៅក្នុងខែកុម្ភៈរបស់មេដឹកនាំទាំងពីរនៅក្នុងការិយាល័យសេតាវិមានក្នុងអំឡុងពេលដែលលោកដូណាល់ត្រាំនិងអនុប្រធានាធិបតីលោកជាឌីវ៉ាន់បានរិះគន់លោក Zelensky យ៉ាងខ្លាំងទៅលើអ្វីដែលពួកគេបានហៅថាជាការកង្វះនៃការដឹងគុណចំពោះការគ្រប់គ្រងរបស់អាមេរិកលោកដូណាល់ត្រាំបានស្វែងរកធ្វើជាឈ្មួញកណ្ដាលសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ីដែលជាសំណាក់ដែលត្រូវបានចាត់ទុកដោយអ្នករិះគន់ថាជាការពេញចិត្តចំពោះទីក្រុងមូស្គូខណៈដែលបានដាក់សម្ពាធបន្ថែមលើទីក្រុងគៀវហើយកិច្ចប្រជុំនៅឯបូរីវ៉ាទីកង់ក៏ត្រូវបានគេមើលឃើញថាជាការកំណត់ឡើងវិញដែលអាចធ្វើទៅបានផងដែរបន្ទាប់ពីការផ្លាស់ប្ដូរនៅថ្ងៃទី26ខែមេសាលោកដូណាល់ត្រាំបានបង្ហោះនៃការរិះគន់របស់លោកពូទីនទៅលើការពិតនៃសង្គមដែលប្រតិកម្មទៅនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីមកលើទីក្រុងគៀវលោកដូណាល់ត្រាំបានសរសេរនៅលើបណ្ដាញសង្គមថាវាបានធ្វើឲ្យខ្ញុំគិតថាប្រហែលជាគាត់មិនចង់បញ្ឈប់សង្គ្រាមនោះទេគាត់គ្រាន់តែបានចាប់តាមខ្ញុំហើយត្រូវដោះស្រាយដោយក្នុងពេលខុសគ្នាតាមរយៈធនាគារឬការដាក់ទណ្ឌកម្មបន្ទាប់បន្សំប្រពន្ធបានប្រាប់មកកាន់សារព័ត៌មាន Exos ថាដំបូងឡើយទីប្រឹក្សារបស់លោក Zelensky បានពិភាក្សាគ្នាថាតើកិច្ចប្រជុំនេះសមនឹងមានហានិភ័យដែរឬទេដោយសារតែអ្នកទាំងពីរធ្លាប់បានប្រជុំមុខដាក់គ្នាកាលពីចុងខែកុម្ភៈនៅឯសេតាវិមានយ៉ាងណាមិញការសន្ទនានៅក្នុងព្រះវិហារ Basilica គឺមិនមានការគ្រោងទុកនោះទេប៉ុន្តែនៅទីបំផុតភាគីទាំងពីរបាននិយាយបន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់
យោងទៅតាមប្រភពមួយលោកដូណាល់ត្រាំបានប្រាប់លោកសេឡែនស្គីថាគាត់ប្រហែលជាត្រូវពិចារណាឡើងវិញនៅវិធីសាស្ត្ររបស់គាត់ចំពោះលោកពូទីនហើយមិនបានដាក់សម្ពាធលើទីក្រុងគៀវឲ្យទទួលស្គាល់តំបន់គ្រីមៀដែលជាការកាន់កាប់ទឹកដីរបស់រុស្ស៊ីនោះទេដោយបានបញ្ជាក់យ៉ាងច្បាស់ថាការទទួលស្គាល់បែបនេះនឹងមកពីសហរដ្ឋអាមេរិកមិនមែនអ៊ុយក្រែននោះទេយ៉ាងណាមិញប្រទេសរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនដោយខុសច្បាប់នៅក្នុងឆ្នាំ2014បន្ទាប់ពីការធ្វើនៃប្រជាមតិដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដែលធ្វើឡើងក្រោមការកាន់កាប់ដោយយោធានិងដោយគ្មានអ្នកសង្កេតការណ៍ជាអន្តរជាតិសំណើរបស់រដ្ឋបាលលោកដូណាល់ត្រាំដែលត្រូវបានគេស្គាល់ជាផ្លូវការនៅតំបន់គ្រីមៀជាទឹកដីរុស្ស៊ីបានទាក់ទាញនឹងការព្រមានយ៉ាងខ្លាំងពីទីក្រុងគៀវនិងមន្ត្រីរបស់លោកខាងលិចសមាជិកសភាអ៊ុយក្រែនលោក Alexander Meresko បានប្រាប់មកកាន់ Kyiv Independent ថាទង្វើបែបនេះនឹងអាក្រក់ជាងទីក្រុង Munich ក្នុងឆ្នាំ1938ទៅទៀតដោយសម្ដៅទៅលើការបន្ធូរបន្ថយរបស់ណាស៊ីអាល្លឺម៉ង់លោកបាននិយាយថាការទទួលស្គាល់ជាផ្លូវការរបស់អាមេរិកនឹងស្មើទៅនឹងការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិនិងធ្វើឲ្យខូចទៅដល់បទដ្ឋានសកលស្តីអំពីអធិបតេយ្យភាពនិងបូរណភាពទឹកដីជាទៅតាមសារព័ត៌មានអេសូសក្នុងអំឡុងកិច្ចប្រជុំនៅឯបូរីវ៉ាទីកង់លោកសេឡែនស្គីបានរំលឹកឡើងវិញថាគាត់បានបើកចំហដើម្បីសម្របសម្រួលប៉ុន្តែត្រូវការនឹងការធានាសន្តិភាពយ៉ាងរឹងមាំមុនពេលដែលមានការធ្វើសម្បទានទឹកដី